có bênជាមួយ account 3ហ្នឹងគាត់លក្ខណៈថា trap future ជាប្រចាំគឺដល់តែគ្រប់ទឹកទៅដែរព្រោះដោយសារតែខ្ញុំបានឃើញជាមួយនឹង future master មួយដែលទទួលជាមួយនឹង company សិតដែលហ្នឹងគេបង្កើតឡើងដែលមាន price pool រហូតដល់$45,000អញ្ចឹងមានថាវាចិត្តកន្លះលានដុល្លារអញ្ចឹងគេថាចំនួននេះគឺវាច្រើនមែនតើតែនេះវាជា price pool ទេវាមិនមែនលក្ខណៈយើងបានតែឯងទេហើយខ្ញុំគិតថានេះគឺវាជាឱកាសឬក៏ជា opportunity មួយសម្រាប់គ្នាយើងដែលគាត់តែងតែ trap future ជាប្រចាំតែសម្រាប់ខ្ញុំគឺខ្ញុំអត់ trap ទេដោយសារតែខ្ញុំសម្រាប់ crypto គឺខ្ញុំ hold តែ spot ទេហើយដែលខ្ញុំចិត្ត trap គឺខ្ញុំចិត្ត trap index មាសឬក៏ប្រភេទពួក forex pair អញ្ចឹងតែ forex pair ឥឡូវខ្ញុំមិនសូវ trap ទេខ្ញុំ trap តែ index ហើយមាសទេ ចឹងសម្រាប់តែគាត់លក្ខណៈថាមានជាមួយនឹង account Binance ឬក៏មានជាមួយនឹងការ trade future ជាប្រចាំគឺខ្ញុំគិតថាវាល្អសម្រាប់អ្នកនរក្នុងការចូលប្រកួតព្រោះថាយើងអត់មានចាំបាច់ទៅចំណាយដើមទុនលក្ខណៈចំណាយលក្ខណៈថាលុយដើម្បីធ្វើការចូលរួមប្រកួតទេអានេះខ្ញុំឃើញក្នុង Binance គេដាក់មកដូចចូលរួម free ជួយ now free នឹងគ្នាអញ្ចឹងអានេះគឺវាសំខាន់ខ្លាំងមែនតើនៅពេលដែលយើងដឹងហើយយើងគ្រាន់ trade ចោល trade ចាំថ្ងៃជួនកាលថាយើងឡើងទៅ top 10 top 100ឬក៏ top 5 ចឹងទៅគឺយើងអត់ដឹងខ្លួននេះខ្ញុំបញ្ជាក់ខ្ញុំអត់មានទៅថា financial advice ឲ្យគ្នាយើងទៅប្រកួតទៅអីទេខ្ញុំគ្រាន់តែប្រាប់អ្នកគាត់មានជាមួយ account Binance ស្រាប់ហើយគាត់ trade future ស្រាប់ហើយគាត់ឡើង trade ជាប្រចាំទៀតខ្ញុំគិតថាអាចចូលរួមប្រកួតខ្ញុំគិតថាល្អព្រោះសារ price pool វារៀងច្រើនដែរចិត្តកន្លះលានដែរចឹងធ្វើកូនខ្មែរធ្វើឲ្យបានមើលហើយអានេះគឺរបៀបនៃការចូលរួមមានអ្នកគ្នាគាត់ចូលទៅកាន់កន្លែង search ទៅហើយគ្នាយើង search ពាក្យថា future master ចឹងអ្នកគ្នាចូលទៅកាន់កន្លែង future master ទៅឃើញមានពាក្យកន្លែងជួញតែខ្ញុំចុចជួញហើយខ្ញុំសក់ចុចមើលទៅតែអានេះខ្ញុំអត់បានចូលរួមទេអ្នកគ្នាអត់បានចូលរួមទេដោយសារតែដូចខ្ញុំនិយាយចឹងគឺខ្ញុំអត់ trade future ទេហើយសម្រាប់គ្នាដែលគាត់លក្ខណៈ trade ជាប្រចាំគឺអាចចូលរួមបានអានេះគឺលក្ខណៈយើងអាចសំជាកាក់សំជា star ហើយយើងអាចចាប់ជាមួយនឹងរង្វាន់ផ្សេងៗបានអញ្ចឹងខ្ញុំឲ្យអ្នកគ្នាមើលកន្លែង regular task កន្លែង regular task នេះគឺវាមានជាមួយនឹង first time deposit នៃ account អ្នកនេះថ្មីអញ្ចឹងអ្នកគាត់អត់តមាន account Binance register Binance តាមរយៈ link នៅខាងក្រោមនោះបានដែលនឹងទទួលបានជាមួយនឹង rebate ពីខ្ញុំ 25% ហើយ discount 50% ទៅលើសិក្សារបស់ខ្ញុំអញ្ចឹងគ្នាយើងដែលគាត់ចង់ចូលរៀនអីគាត់អត់តមាន Binance គាត់ register Binance ហើយទៅគឺទទួលបានជាមួយ discount 50% ឯងអញ្ចឹងគឺអ្នកដែលគាត់មានជាមួយនឹង Binance ថ្មីថ្មអត់ deposit ទេអ្នកគ្នាធ្វើការចេះកន្លែង first time deposit នោះដោយសារតែខ្ញុំមាន account Binance យូរឆ្នាំហើយអញ្ចឹងគឺលក្ខណៈថាអត់ចាំបាច់ចេះកន្លែងហ្នឹងទេគឺវាអត់ឲ្យចេះទេដោយសារតែនេះសម្រាប់តែគាត់ថ្មីហើយកន្លែងនេះគឺ first time future trade ចាំមែនថាអ្នកគាត់មានជាមួយនឹង account Binance ហើយគាត់ដើរ trade future អញ្ចឹងកន្លែងនេះគឺវាមាន task ឲ្យយើងអញ្ចឹងធ្វើទៅយើងបាន5 star 15 star ហើយអានេះគឺ first time BUSD មានថា BFUSD មានថាអ្នកគ្នា hold ជាមួយនឹង token BFUSD អានោះវាជា stable coin yes អានោះវាជា stable coin ទេយើងគ្រាន់តែទិញវាយកមកទុកទៅគឺយើងទទួលបានជាមួយនឹង star 20 star ហើយកន្លែងនេះកន្លែង participate នេះវាមានជាមួយនឹង star វារហូតដល់350 star អញ្ចឹងវាមាន barrel ចំនួន10 barrel អ្នកគ្នាគ្រាន់ធ្វើវាគ្រប់ task វាទាំងអស់ទៅអ្នកគ្នាទទួលបានជាមួយនឹង350 star ហើយចានេះវាពេលយើងបាន task ទាំងអស់ហ្នឹងហើយយើងយកវាទៅ claim អីទៅណាចឹងកំតាន់ចឹងចូលកន្លែង ongoing នេះកន្លែង barrel field នេះវាមាន ongoing នេះវាមានជាមួយនឹង competition ទី1 event ទី1គឺតាក់ទងជាមួយនឹង future P&L ចឹងអានេះគឺបានថាអ្នកគ្នា trade future ទៅនៅពេលអ្នកគ្នា take profit បានច្រើនជាងគេឬក៏ P&L អ្នកគ្នាបានច្រើនជាងគេឬក៏ volume ទៅអ្នកគ្នាបានច្រើនអ្នកគ្នាចូល top rank ហ្នឹងហើយjoin now ទៅគឺចូលរួមប្រកួតបានហើយខ្ញុំចូលចុចកន្លែងហ្នឹងចូលដល់ថាខ្ញុំចុចកន្លែងហ្នឹងទៅវាមានជាមួយនឹងការចូលរួមរបស់យើងហើយចឹងអ្នកគ្នាធ្វើការប្រកួតធម្មតាទៅឲ្យបានលក្ខណៈថាអាភាគរយ percentage នៃ P&L របស់យើងបានច្រើនជាងគេគឺយើងនៅទទួលបាន top rank ហើយចឹងគ្នាយើងអាចចូលរួមលេងៗទៅគាត់មានជាមួយនឹង account Binance អ្នកគាត់លក្ខណៈ trade future ស្រាប់ចឹងអាចធ្វើវាបានខ្ញុំគាត់ថាល្អហើយយើងអត់មានចាំបាច់ទៅលក្ខណៈចំណាយលុយដើម្បីទិញ support ចូលរួមប្រកួតទេអានេះខ្ញុំនិយាយមែនហើយយើងអត់ចាំបាច់ទៅលក្ខណៈថាដាក់សម្ពាធខ្លួនឯងយើងតែធម្មតាយើងទៅប្រចាំថ្ងៃគឺយើងទទួលបានហើយដល់នេះ get ready for the banana 31ហ្នឹងស្អីគេទៅអាចចូល check មើលខ្លួនឯងបាននៅក្នុង Binance អានេះសាច់ថា future master ទៅនេះឃើញទៅជាមួយនឹង competition ហ្នឹងហើយក្រុមនេះគឺ newbie trading challenge នេះអាចមើលបានហើយនេះគឺ boost your account ROI នេះគឺទៅជាមួយនឹង percentage profit របស់យើងឬក៏ percentage ដែលយើងទទួលបានពី account របស់យើងដែល account អ្នកគ្នា$100ហើយ trade បាន$100ចាំមិនថាអ្នកគ្នាបាន 100% profit អញ្ចឹងណានេះគឺវាអញ្ចឹងយើងបានកាន់តែខ្ពស់ rank នេះកាន់តែតាមនឹងអញ្ចឹងណាហើយទៅមើល ranking នេះអ្នកគ្នាអាចមើលបានគ្នាយើងអាចចូលរួមប្រកួតបានគាត់ថាវាល្អសម្រាប់គ្នាយើងអញ្ចឹងទៅជាមួយនេះគឺគេចប់នឹងថ្ងៃថា24ថ្ងៃទៀតគាត់ថានេះចប់24ថ្ងៃទៀតគឺយើងអាចចូលរួមបានចូលរួមលេងទៅតែសម្រាប់ខ្ញុំខ្ញុំ sport holder ទេខ្ញុំជាលក្ខណៈ investor ក្នុងការទិញកាក់នេះទុកទេអ
ចឹងសម្រាប់គាត់ Trap Future ដៃឆៅ Trap Future ខ្ញុំគាត់ថានេះវាល្អសម្រាប់គ្នាយើងចឹងយើងអាចចូលទៅមើលបន្ថែមបាននៅក្នុងកន្លែង Binance Future Arena អាច search ថា Future Master ឬក៏ Binance Future Arena ចឹងគ្នាអាចចូលមើលដោយខ្លួនឯងហើយខ្ញុំសូមបញ្ជាក់ do your own research សិក្សាពីវាដោយខ្លួនឯងមើលវាដោយខ្លួនឯងគឺខ្ញុំអត់មានទទួលត្រូវរកការខាតរបស់អ្នកគ្នាទេហើយខ្ញុំក៏អត់មានអត់ទីអ្នកគ្នាយើងមក upload ក្នុងវិស័យ trade ដែរអញ្ចឹងគ្នាយើងត្រូវពិចារណាសិក្សាវាដោយខ្លួនឯង do your own research ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងនេះគ្រាន់តែជាការប្រាប់ទៅដល់ជាមួយនឹង announcement ខ្ញុំឃើញវាតំណងពេកខ្ញុំគិតថាខ្មែរធ្វើបានធ្វើលេងៗទៅចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ